ឧបសគ្គក្នុងជីវិតមនុស្សគ្រប់រូបសុទ្ធតែត្រូវប្រឈមជាមួយឧបសគ្គក្នុងជីវិតព្រោះឧបសគ្គនោះហើយនឹងនាំមកនូវបទពិសោធន៍ថ្មីៗសម្រាប់ឲ្យយើងស្វែងយល់កាន់តែច្បាស់ពីអ្វីម្យ៉ាងដែលយើងមិនធ្លាប់ដឹងមិនធ្លាប់យល់ពីមុនមកពិតណាស់ថាបទពិសោធន៍ខ្លះល្វីងជូរចត់ខ្លាំងមែនទែនហើយក៏ពិបាកបញ្ចូលឲ្យអ្នកដទៃយល់ច្បាស់ពីអារម្មណ៍ដែលយើងបានឆ្លងកាត់វាឈឺងំងំនៅក្នុងទ្រូងអួលនៅក្នុងបំពង់កនិយាយមិនចេញមានតែលេបចូលទៅក្នុងពោះវិញនេះហើយជាបទពិសោធន៍ដែលយើងគ្រប់គ្នាត្រូវប្រឈមជាមួយវារៀងៗខ្លួនទៅតាមដំណើរជីវិតរបស់យើងម្នាក់ៗគ្រប់ឧបសគ្គគ្រប់ទីកន្លែងដែលយើងសម្រេចចិត្តបោះជំហានទៅតែងតែនាំយើងឲ្យភ្លក្សនៅរសជាតិថ្មីនៃជីវិតជានិច្ចហើយក៏នាំឲ្យយើងទៅដល់ចំណុចផ្សេងមួយទៀតក្នុងជីវិតនេះផងដែរ